ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាទីកន្លែងដ៏ល្បីមួយនៅខេត្តកែបគឺសិលាចាំប្តីបើយើងក៏លេចទៅមើលផ្ទាំងថ្មនេះធម្មតាប៉ុន្តែរឿងព្រេងដែលគេដំណើរតគ្នាថាទីកន្លែងនេះមានរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយគេថាមាននារីម្នាក់ឈ្មោះស្រីសដែលស្រឡាញ់ស្វាមីរបស់ខ្លួនយ៉ាងស្មោះស្ម័គ្រថ្ងៃមួយស្វាមីរបស់នាងបានចេញទៅសមុទ្រហើយក៏មិនឃើញត្រឡប់មកវិញដោយក្តីស្រឡាញ់នឹងការទន្ទឹងរង់ចាំស្រីសបានមកឈមមើលសមុទ្ររាល់ថ្ងៃដោយសង្ឃឹមថានឹងបានឃើញស្វាមីរបស់ខ្លួនត្រឡប់មកវិញនាងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែរហូតតាមរឿងព្រេងគេថានាងបានស្លាប់នៅទីនេះហើយខ្លាយទៅជាផ្ទាំងថ្មផងដែរនេះហើយទៅគេហៅទីកន្លែងនេះថាសិលាចាំប្តីស្រីសនេះឯងដែលជានិមិត្តរូបនៃភាពស្មោះត្រង់និងសេចក្តីស្រឡាញ់ដ៏ធំធេងចំពោះស្វាមីរបស់នាងតើបងប្អូនទាំងអស់គ្នាជឿលើរឿងព្រេងកថានេះដែរឬទេសូមខមមិនម្នាក់មួយផងបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលទស្សនា